Chiដំបងនឹងខ្ញុំសូមគោរពជំរាបសួរលោកគ្រូនិងមិត្តថ្នាក់ទាំងអស់គ្នាថ្ងៃនេះយើងចូលមកដល់ការពិសោធន៍ដំណងនោមរបស់សាស្ត្រុចូលមកដល់សមាជិកក្រុមយើងមានដូចជាម៉ាក់បញ្ញាសាចៅសុគីមកែងកំហាប់ផុនសុគន្ធធីរតអេងសុកបញ្ញានិងជាចុងក្រោយគឺយងអងសុយហងចូលមកដល់សម្ភារៈយើងវិញមានដូចជាដំណងនោមឈើចាក់ថ្មាញជ្រុញថាជញ្ជីងកន្ត្រៃនិងកាវមុននឹងចូលដល់ការពិសោធន៍តាមក្រុមនីមួយៗលោកគ្រូក៏បានប្រាប់វិធីវះដំណងនោមរបស់សាច់ជ្រូកពេលយើងវះទៅវិញគឺយើងវះដើម្បីងាយស្រួលគឺវះពីខ្នងទៅយើងក៏បានទៅវះដៃកុំញ័រត្រង់ចឹងមករួចហើយបើកវាចេញជាពីវិធីដោយសង្កេតផ្នែកផ្សេងៗសម្រាប់លោកមានផ្នែកសំខាន់មានណាអូយផ្នែកខាងក្រៅថាផ្នែកអីផ្នែកកណ្ដាលថាផ្នែកគេផ្នែកខាងក្នុងថាផ្នែកគេបាទចឹងសូមមួយណាត់ឲ្យដោតចំទីតាំងណាហើយសូមឆ្លើយនឹងសំណួរក្នុងស្រពាយការបន្ថែមចុះក្រោយសោះចឹងនៅក្នុងដំណើរការជាដំបូងយើងយកតម្រងនោមមកថ្លឹងជាមុនសិនបន្ទាប់មកយើងយកឈើចាក់ធ្មេញទៅឆ្កឹះរកវែងតម្រងនោមនិងអន្ទះហើយយើងយកកំបិតមកកាត់តម្រងនោមជាពីរហើយនេះគឺជាលទ្ធផលបន្ទាប់ពីការកាត់វាជាពីររួចហើយយើងយកផ្លាករូបគុំរបស់តម្រងនោមនីមួយៗទៅដោតចូលកន្លែងបបវាមួយជាបញ្ចប់ខ្ញុំសូមអរគុណទៅដល់អ្នកទាំងអស់គ្នាដែលបានទស្សនាវីដេអូមួយនេះ